តែការគម្រាមកំហែងជាអ្វីហើយត្រូវបានច្បាប់ផ្ដោតទៅទោសដោយកម្រិតណានៅក្នុងសង្គមនាពេលបច្ចុប្បន្នបណ្ដាញទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺជាការសំខាន់សម្រាប់ការរស់នៅក្នុងសង្គមមួយដើម្បីឲ្យមានភាពរីកចម្រើននិងការប្រកបរបរប្រចាំថ្ងៃជាដើមយ៉ាងណាមិញភាពទំនាក់ទំនងមួយចំនួនក៏បានបង្កប់នៅការគម្រាមកំហែងដើម្បីបាននៅផលប្រយោជន៍ផ្ទាល់ខ្លួនឬដើម្បីផលប្រយោជន៍ស្ថាប័នណាមួយប៉ុន្តែទន្ទឹមនឹងភាពទំនាក់ទំនងល្អក៏មានលេចចេញនៅភាពអវិជ្ជមានតាមរយៈសកម្មភាពរបស់ជនឆ្លៀតឱកាសមួយចំនួនដែលបានប្រើប្រាស់មធ្យោបាយនេះក្នុងការគម្រាមកំហែងនៅក្នុងគ្រប់រូបភាពដែលបានជះឥទ្ធិពលនិងមានការបំពានយ៉ាងខ្លាំងទៅដល់សិទ្ធិបុគ្គលរបស់ជនរងគ្រោះមិនថាតែបុរសឬស្ត្រីឬកុមារនោះទេថាតើការគម្រាមកំហែងហេតុគេជាអ្វីហើយត្រូវបានច្បាប់ផ្ដល់ទៅទោសដោយកំណត់ណាយោងទៅតាមមាត្រា372នៃក្រមព្រហ្មទណ្ឌស្ដីពីនិយមន័យនៃការគម្រាមកំហែងហេតុគេគឺជាអំពើប្រព្រឹត្តដោយគម្រាមកំហែងបាកកាយឬទម្លាក់កំហុសទៅលើអំពើដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬការរាប់អានដើម្បីទទួលបាននៅហត្ថលេខាឬស្នាមមេដៃការសន្យាឬការបោះបង់ចោលអ្វីមួយការបង្ហាញអត្តកបាំងណាមួយការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយចំពោះទោសដែលត្រូវអនុវត្តនោះគឺដាក់ពន្ធនាគារ2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់4លានរៀលទៅ10លានរៀលស្របទៅតាមមាត្រា373នៃក្រមព្រហ្មទណ្ឌចំណែកឯការប៉ុនប៉ងប្រព្រឹត្តបទល្មើសនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទប្រឆិមខាងលើដែរបទល្មើសនេះមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបទកំហែងយកដែរប៉ុន្តែមធ្យោបាយនៃការកំហែងយកជនល្មើសប្រព្រឹត្តដោយប្រហាហិង្សាការគំរាមកំហែងថានឹងប្រហាហិង្សាឬដោយការបង្ខិតបង្ខំដើម្បីទទួលបានអត្ថប្រយោជន៍នៃភាគីម្ខាងទៀតដោយទៅនឹងការគម្រាមកំហែងហិកេចំណែកឯការគម្រាមកំហែងហិកេជនល្មើសបានប្រើប្រាស់មធ្យោបាយគម្រាមកំហែងបាកកាយឬទម្លាក់កំហុសទៅលើអំពើដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬការរាប់អានជាឧទាហរណ៍ឈ្មោះកូននិងឈ្មោះខមានទំនាក់ទំនងជាមួយគ្នានិងបានសហការជាមួយគ្នាដើម្បីបានផលប្រយោជន៍រៀងខ្លួនក៏ប៉ុន្តែមិនបានប៉ុន្មានដោយសារមានការរកាំរកូសគ្នាជាច្រើនលើកច្រើនសារឈ្មោះកក៏សូមផ្ដាច់ទំនាក់ទំនងពីការសហការគ្នាវិញជាមួយឈ្មោះខប៉ុន្តែឈ្មោះខមិនព្រមហើយបានគម្រាមកំហែងឈ្មោះខថានឹងធ្វើឲ្យខូចកិត្តិយសដើម្បីរកស៊ីអ្វីក៏មិនបានបន្តទៀតធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីឲ្យមនុស្សក្នុងសង្គមបានឃើញឈ្មោះកបានប្រាប់ជនរងគ្រោះថានឹងមិនផ្សព្វផ្សាយធ្វើឲ្យខូចកិត្តិយសទេបើព្រមធ្វើតាមគេដោយគ្រាន់តែធ្វើតាមអ្វីដែលខ្លួនប្រាប់និងចង់បានផ្អែកតាមឧទាហរណ៍ដូចដែលបានរៀបរាប់ខាងលើប្រសិនបើឈ្មោះកបានផ្សព្វផ្សាយធ្វើឲ្យខូចកិត្តិយសជាសាធារណៈមានន័យថាឈ្មោះកបានប្រព្រឹត្តចេញជាអំពើជាក់ស្ដែងនៅការគម្រាមកំហែងហេតុគេដូចមានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា374ការបើអំពើគម្រាមកំហែងហេតុគេឬការទម្លាក់កំហុសដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬការរាប់អានត្រូវបានសម្ដែងចេញជាអំពើជាក់ស្ដែងចារីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំបន្ថែមពីទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ចារីអាចត្រូវរងការអនុវត្តទោសបន្ថែមចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តដោយមានចែងក្នុងមាត្រា376នៃក្រមព្រហ្មទណ្ឌជាការសរុបសេចក្តីមកការគម្រាមកំហែងហិកេគឺជាអំពើដែលចារីបានប្រព្រឹត្តដោយគម្រាមកំហែងបាកកាយឬទម្លាក់កំហុសទៅលើអំពើដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬការរាប់អានរបស់បុគ្គលណាម្នាក់ដើម្បីទទួលបានហត្ថលេខាឬស្នាមមេដៃការសន្យាឬការបោះបង់ចោលអ្វីមួយការបង្ហាញអត្តកបាំងណាមួយនិងការប្រគល់មូលនិធិឬតម្លៃឬទ្រព្យសម្បត្តិអ្វីមួយពីជនរងគ្រោះចំពោះទោសទណ្ឌត្រូវបានអនុវត្តទៅតាមស្មារតីនៃមាត្រា373មាត្រា374មាត្រា375និងមាត្រា376នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា